សូមជម្រាបសួរខ្ញុំបាទពិសិដ្ឋសូមនាំមកជូនលោកអ្នកនៅចំណេះដឹងថ្មីមួយទៀតពីកម្មវិធីតើអ្នកដឹងទេបទភ្លេងគោរពទង់ជាតិរបស់ប្រជាជនកម្ពុជាមានប្រវត្តិយ៉ាងដូចម្ដេចក្នុងរយៈពេល50ឆ្នាំចុងក្រោយនេះបទភ្លេងគោរពទង់ជាតិរបស់ប្រជាជនកម្ពុជាត្រូវបានផ្លាស់ប្ដូរទៅតាមជោគវាសនានយោបាយរបស់ប្រទេសប្រវត្តិនេះចាប់ផ្ដើមនាឆ្នាំ1941ពេលសម្ដេចព្រះសង្ឃរាជជួនណាតនិពន្ធបទគោរពទង់ជាតិដែលឆ្លុះបញ្ចាំងពីបាវចនាជាតិក្នុងនោះមានជាតិសាសនាព្រះមហាក្សត្រនិងបង្ហាញពីភាពថ្កុំថ្កើងនៃអំណាចនិងឥទ្ធិពលពីអតីតកាលរបស់ជាតិខ្មែរអ្នកនិពន្ធបទភ្លេង F. Parachurch និង J. Jekyll បានកែសម្រួលបទភ្លេងប្រជាប្រិយនេះឲ្យស័ក្តិសមទៅតាមស្នាដៃហើយបានដាក់ឈ្មោះថាបទភ្លេងនគររាជដោយយកលំនាំតាមអាណាចក្រអង្គរខ្មែរពីបុរាណបទនគររាជនេះបានចាប់ផ្ដើមកំណើតតាំងពីពេលនោះមកបទនគររាជត្រូវបានគេយកមកប្រើប្រាស់សារជាថ្មីនៅក្នុងឆ្នាំ1947និងបានបន្តប្រើរហូតមកដល់ឆ្នាំ1970ជាពេលដែលរបបរាជានិយមត្រូវបានផ្ដួលរលំហើយជាពេលដែលបទគោរពទង់ជាតិត្រូវបានគេលុបបំបាត់ចោលបទគោរពទង់ជាតិនេះត្រូវបានគេយកមកប្រើប្រាស់រយៈពេលខ្លីបន្ទាប់ពីរបបកុម្មុយនីសនៅឆ្នាំ1975ជាពេលដែលរបបខ្មែរក្រហមចូលមកកាន់កាប់ជំនួសបទចម្រៀងគោរពទង់ជាតិរបស់របបនេះមានឈ្មោះថា17មេសាជោគជ័យអ្នកខ្លះនិយាយថាប៉ុល ពតគឺជាអ្នកនិពន្ធបទនេះបន្ទាប់ពីរដ្ឋបាលបណ្ដោះអាសន្នរបស់អ៊ុនតាក់ធ្វើការបានមួយរយៈពេលប្រទេសកម្ពុជាបានក្លាយជាប្រជាណាចក្រសារជាថ្មីម្ដងទៀតនៅខែកញ្ញាឆ្នាំ1993ពេលដែលប្រទេសយើងចាប់ផ្ដើមប្រើប្រាស់អត្តសញ្ញាណសម្គាល់រដ្ឋពីមុនដូចជាទង់ជាតិនិងបទគោរពទង់ជាតិរបស់សម្ដេចព្រះសង្ឃរាជជួនណាតសម្ដេចសង្ឃជួនណាតជាអ្នកប្រាជ្ញអក្សរសាស្ត្រដ៏មានស្នាដៃមួយអង្គហើយប្រហែលជាព្រះអង្គល្បីល្បាញនិងមានឥទ្ធិពលមួយអង្គដែលប្រទេសយើងមិនធ្លាប់មានពីមុនមកស្នាដៃរបស់ព្រះអង្គក្នុងការថែរក្សាភាសាខ្មែរអត្តសញ្ញាណនិងប្រវត្តិសាស្ត្រនៅខណៈពេលដែលយើងស្ថិតក្រោមការគំរាមកំហែងរបស់បារាំងលើក្រោយពេលលោកអ្នកកំពុងគោរពទង់ជាតិនិងបានស្ដាប់ឮបទនគររាជសូមលោកអ្នកនឹកគិតដល់សម្ដេចព្រះសង្ឃរាជជោទញាតជួនណាតនិងស្នាដៃរបស់ព្រះអង្គដែលបានធ្វើសម្រាប់ប្រជាជនកម្ពុជាចំណេះដឹងថ្មីៗពីកម្មវិធីតើអ្នកដឹងទេនឹងវិលត្រឡប់មកជួបលោកអ្នកក្នុងពេលឆាប់ៗនេះ